ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងចូលវ៉ាន់ថ្មីមកច្រើនទៀតអីប្រភេទដុំ casting នៅហាងសន្ទូច Puta Fishing បងប្អូនអាចមករកបានហើយតម្លៃសមរម្យទេមានច្រើនយើងចាប់ផ្ដើមបើកលក់បរាបដែរមានច្រើនបងប្អូនអាចកង្វល់អាចមើលតាមរូបភាពបានប្រភេទម៉ាស៊ីនថ្មីនេះគឺមានច្រើនពណ៌ច្រើនជម្រើសឲ្យបងប្អូនហើយតម្លៃសមរម្យមែនតើហើយមានការថែមជូននុយមួយសម្រាប់រាល់ការទិញជាវទៅហើយបងប្អូនជួយទស្សនាមើលទៅគឺជាប្រភេទដង casting ដៃខាងស្ដាំហើយវ៉ាន់ទាំងអស់នេះគឺយើងកំងពីរោងចក្រមកហើយយើងចាប់ផ្ដើមលក់បណ្ដាលក់ម្ដងតិចហើយវ៉ាន់នឹងមកបន្តច្រើនថែមទៀតរាល់វ៉ាន់ទាំងអស់យើងអាចផ្ញើបានគ្រប់25ខេត្តក្រុងបងប្អូនអាចទាក់ទងបានតាម Facebook របស់ខ្ញុំផ្ទាល់ឬក៏អាចខលតាមលេខទូរស័ព្ទហើយនឹងឆាតចូលក្នុង page Facebook នោះផ្ទាល់ហើយការបើកលក់នេះគឺយើងលក់លើកដំបូងទេហើយប៉ុន្តែយើងមានការ promotion បញ្ចុះតម្លៃមានការថែមជូននុយជ័រនុយអីជាដើមឲ្យបងប្អូនអញ្ចឹងណាហើយក៏អរគុណបងប្អូនមួយចំនួនដែលគាត់តែងតែគាំទ្រគាត់ទិញនៅសម្ភារៈសិក្សាហើយនឹងឧបករណ៍កីឡាសិភៅរៀនហើយនឹងឧបករណ៍ក្មេងលេងនៅហាងខ្ញុំមានទាំងអស់ហើយនេះប្រភេទដុំនេះគឺមើលទៅ material របស់វាគឺរឹងមាំល្អហើយតម្លៃក៏សមរម្យដែរការផលិតមើលទៅគ្រាន់បើហើយវាប្រភេទដុំរំដាប់ថវិកាទេបងប្អូនអាចលេងបានត្រីស្រែត្រីអីបានហើយល្អ super តម្លៃសមរម្យចំពោះរាល់ការផ្ញើឬការជាវខាងខ្ញុំអាចផ្ញើបានគ្រប់កន្លែងឲ្យតែបងប្អូនមើលការបញ្ជាទិញប្រភេទដងនេះគឺមានដៃស្ដាំខ្ញុំថាបងជួយដៃឆ្វេងមិនដែរប៉ុន្តែវានិយាយរួមទៅគឺយើងយកដៃស្ដាំមកគឺសម្បូរអ្នកលេងគាត់ធ្វើការលេងដៃស្ដាំពីច្រើនគាត់ចេះលេងដៃស្ដាំតែសម្រាប់ខ្ញុំផ្ទាល់មកចេះហាងផ្ទាល់គឺខ្ញុំចេះលេងតែដៃឆ្វេងទេខ្ញុំចេះលេងតែដៃឆ្វេងទេដៃស្ដាំខ្ញុំចេះដែរតែគាត់ថាមិនស្ទាត់ជំនាញហើយមួយទៀតចំពោះបងប្អូនត្រូវការបានផ្សេងមានដូចជាខោទំនោមសម្ភារៈកីឡាសីបាល់ទះបាល់ទាត់ហើយនឹងឧបករណ៍សិក្សាសភៅសិក្សាមិចអីហ្នឹងឧបករណ៍ក្មេងលេងដូចបេឡុកបេឡឬក៏កូនឡាបជាអីហ្នឹងគឺខាងខ្ញុំចាប់ផ្ដើមកំងខ្ញុំបានដាក់ថែមហើយបងប្អូនអាចមកមើលនៅហាង Puta Fishing បានទីតាំងនៅភូមិទំប្រុសភូមិត្រប់ស្រុកប្រទេសខេត្តកំពង់ចាមបងប្អូនអាចទទួលបានឧបករណ៍តម្លៃសមរម្យអាចយកទៅលេងជាពិសេសឧបករណ៍ក្មេងលេងបងប្អូនអាចទិញឲ្យពួកគាត់លេងទៅជាវានៃការមើលទូរស័ព្ទច្រើនធ្វើឲ្យក្មេងមានការពិបាកនៅក្នុងការសិក្សារៀនភាសាបរទេសឲ្យក្មេងៗព្យាយាមប្រើឧបករណ៍ដែលលេងជួយជំនួយដល់ខួរក្បាលហើយនឹងបង្កើនចំណេះដឹងភាពវៃឆ្លាតរបស់ក្មេងកុំឲ្យគាត់ប្រើទូរស័ព្ទខ្លាំងពេកព្រោះក្មេងយើងសម័យឥឡូវឃើញគាត់ប្រើទូរស័ព្ទច្រើនហើយក៏ផលប៉ះពាល់មានច្រើនដែរវាអាចធ្វើឲ្យក្មេងហ្នឹងមិនងាយចង់ចេះនិយាយមិនសូវនិយាយស្ដីម្ចាស់ទុំហើយការនិយាយស្ដីក៏បែបមិនសូវមានសិលធម៌ទេនៅពេលដែលគាត់ប្រើទូរស័ព្ទច្រើនព្រោះបណ្ដាញក្នុងសង្គមយើងរាល់ថ្ងៃនេះគឺមានវីដេអូគ្រប់រូបភាពអញ្ចឹងហើយសូមពុកម៉ែបងប្អូនក៏យើងចូលរួមព្រួយបារម្ភហើយនឹងមានវិធានការចំពោះការគ្រប់គ្រងកូនចៅរបស់យើងផងណាអ្វីដែលខ្ញុំនិយាយនេះគឺគាត់តែជាការ5ផ្ញើទេហើយសង្ឃឹមថាបងប្អូនជួយគាំទ្រខ្ញុំបន្តទៀតខ្ញុំនឹងព្យាយាមធ្វើវីដេអូហើយនឹងយកឧបករណ៍ជាច្រើនយកមកលក់ទាក់ទងជាមួយនឹងការសិក្សាឧបករណ៍កីឡាហើយនឹងឧបករណ៍ក្មេងលេងដទៃទៀតដែលមិនពាក់ព័ន្ធដល់មានបញ្ហាខួរក្បាលយើងអាចជួយឲ្យក្មេងៗគាត់និយាយបាននឹងការលូតលាស់ខួរក្បាលបានល្អហើយអរគុណច្រើនចំពោះការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយខ្ញុំសង្ឃឹមថាបងប្អូនជួយគាំទ្រអរគុណច្រើនជំរាបលា